ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះថាសនរិទ្ធថ្ងៃនេះខ្ញុំមកធ្វើអំពីការដំឡើង Linux អញ្ចឹងដើម្បីយើងអាចដំឡើង Linux បានយើងត្រូវទៅ down កម្មវិធីត្រូវ down software 2គឺទី1យើងត្រូវ down កម្មវិធី VisualBox ហើយនិងមួយទៀតយើង down file ប្រភេទ ISO Ubuntu Live Server អញ្ចឹងនៅពេលដែលយើង down file នេះបានហើយយើងតម្លើង file VisualBox មកអញ្ចឹងខ្ញុំតម្លើងហើយខ្ញុំសូមមកតម្លើងតិចបន្ទាប់ពីយើងតម្លើងកម្មវិធីនឹងហើយយើងអាចចូលបើកកម្មវិធីនឹងមកយើងយក new បន្ទាប់មកយើងដាក់ឈ្មោះ file ដែលយើងតម្លើង Windows Server ហ្នឹងអញ្ចឹងខ្ញុំសូមដាក់ Linux បន្ទាប់ពីយើងដាក់ឈ្មោះហើយគឺកន្លែង folder នេះគឺកន្លែង store ទុកកម្មវិធីដែលយើង install Linux ហ្នឹងខ្ញុំសូមដាក់ក្នុង document ហើយខ្ញុំមកស្ដាំមួយខ្ញុំមកបង្កើត folder ថ្មីមួយខ្ញុំដាក់ Linux ដែរខ្ញុំ open បន្ទាប់ពីយើងកំណត់ទីតាំងហើយគឺយើងដាក់ទៅទាំង file ISO ដែល file យើង down file Ubuntu server ហ្នឹងបន្ទាប់ពីយើងដាក់ហើយអស់ហើយគឺយើងមកកន្លែង page ទី2 setup ខ្ញុំសូមដាក់ឈ្មោះខ្ញុំហើយ password កំណត់ RAM ខ្ញុំសូមយក 4G ហើយ CPU ខ្ញុំយក 2ហើយខ្ញុំ print HD ខ្ញុំ direct ទៅ auto finish បន្ទាប់ពីយើង finish ហើយយើងបើក run កម្មវិធីហ្នឹងមកតោះមកគឺចេញវែននេះដោយសារខ្ញុំគ្រីកន្លែងនោះអញ្ចឹងត្រូវ add file ISO សាមីបន្ទាប់មកយើងយកទី2យើង enter ចូលមកចេញបែបនេះអញ្ចឹងយើងចុច enter មកហើយយើងចុចយក done ហើយយើងចុចយក done ទៀតចុចយក done ទៀតដល់យើង enter វាមកហើយចុច enter ទៀតហើយយក continue តោះមកយើងចុច key scroll ចូលក្រោមយើងយកកន្លែង done ចុច done ហើយយើងចុចយក done ទៀត continue អញ្ចឹងឥឡូវយើងដាក់ឈ្មោះរបស់យើងដាក់ឈ្មោះពេញថាសុវណ្ណរិទ្ធនេះដាក់ Ubuntu server ពី user នេះដាក់សុវណ្ណរិទ្ធ
ហើយ password យក1 2 3 បន្ទាប់ពីយើងបំពេញចប់មកយើងយកពាក្យ done ទៀតហើយយើងចុចពាក្យ done ទៀតចង់មកដល់កន្លែងនេះយើងរកចាំវាដែរពេញទៅវាអាចនឹងយូរបន្តិចចង់បន្ទាប់ពីយើងចាំមកគឺវានឹងលោតចេញបែបនេះហើយយើងចូលយក new word now នេះមកហើយយើងចុច enter យើងចុចពី enter មួយទៀតមកនឹងចេញផ្ទាំងបែបនេះយើងរកចាំវាដែរចប់ហ្នឹងទៅបន្ទាប់ពីនេះចុច enter មកវាឲ្យ load ចូលកន្លែង login អញ្ចឹងកន្លែង login យើងវាយឈ្មោះយើងចូលមកហើយ user ហើយអ្នកសុវណ្ណរិទ្ធហើយ password ហើយ password ដោយសារវា secure យើងពេលយើងវាយ password ទៅវាអត់សូវយើងឃើញទេបន្ទាប់ពីយើងបញ្ចូល password ហើយចុចពី enter ដល់វាចេញបែបនេះយើងធ្វើការ update វាទៅយើងវាយ command មួយ sudo apt update ហើយយើងចុច enter មកបន្ទាប់មកវានឹងឲ្យយើងបញ្ចូល password យើងបញ្ចូល password មកយើងចុចពី enter អញ្ចឹងវានឹងធ្វើការ update ឲ្យយើងចាំបន្ទាប់ពីវា update ហើយគឺយើងអូខេយើងអាចតម្លើងរួចរាល់បន្ទាប់ពីយើងតម្លើងរួចរាល់ហើយយើងចង់ដឹងថា user យើងឈ្មោះអីអញ្ចឹងយើងវាយ command មួយ who am I ពីយើងវាយ command who am I ហើយយើង enter មកវានឹងបង្ហាញឈ្មោះយើង user យើងឈ្មោះសុវណ្ណរិទ្ធអញ្ចឹងយើងចង់សួរវាថាយើងនៅណាយើងប្រើពាក្យ pwd អញ្ចឹងវានឹងសូឲ្យ home នៅ home អញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេសូមអរគុណនិងសូមជម្រាបលាលោកគ្រូ